បាទសួស្តីបងប្អូនពលជួបជាមួយខ្ញុំសាជាថ្មីទៀតហើយនេះខ្ញុំនឹងមករៀនបងប្អូនរបៀប clone Facebook ឲ្យបានច្រើនអញ្ចឹងណាតើយើងត្រូវធ្វើយ៉ាងម៉េចបងប្អូនហើយឥឡូវកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញរបៀប clone Facebook នេះបងប្អូនជាការ clone Facebook សម្រាប់យើងធ្វើ MMO អញ្ចឹងណាយើងអញ្ចឹងខ្ញុំនឹងមករៀនបងប្អូនឲ្យចេះ clone Facebook ជាមួយខ្ញុំទាំងអស់គ្នាហើយឥឡូវកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទមុននឹងយើងបានកម្មវិធី clone Facebook ហ្នឹងយើងទៅចូលនៅក្នុង Play Store បងប្អូននេះយើងចូលនៅក្នុង Play Store របស់យើងដើម្បីយើងទៅយកកម្មវិធីនឹងមកអញ្ចឹងណាអញ្ចឹងយើងចុចលើ Play Store របស់យើងមកចុចលើ Play Store ហើយយើងចូល search វាបងប្អូន search មកហើយយើងវាយឈ្មោះកម្មវិធី clone ហ្នឹងមកវាឈ្មោះmulti spam បាទយើងវាយអញ្ចឹងហើយយើង search វាមកបងប្អូនហើយកម្មវិធី clone វាមានច្រើនបងប្អូនមានច្រើនយ៉ាងសម្រាប់ខ្ញុំប្រើតែមួយលើនេះបងប្អូនកម្មវិធីមួយលើនេះណាយើង install មកក្នុងសម្រាប់ iOS បងប្អូនអញ្ចឹងយើង install វាដើមមកយើងរងចាំបន្តិចពេលវាបានគ្រប់ 100% យើងត្រូវធ្វើរបៀបមិនទៀតអញ្ចឹងបងប្អូនឥឡូវបានពេញរួចរាល់បងប្អូនបានពេញហើយយើងចូលពាក្យ open មកយើងចូលពាក្យថា open មកបងប្អូនដល់យើងនៅតម្លើងកម្មវិធីហ្នឹងណាបាទយើងចុច allow មកហើយយើងចុច agree មកបងប្អូននេះកម្មវិធី Facebook បងប្អូននេះខ្ញុំបងប្អូនឃើញមានមួយនៅមានហ្នឹងឃើញទេហើយយើងចង់បានបន្ថែមទៀតយើងចុចសញ្ញាបូកនេះបងប្អូននេះយើងចុចសញ្ញាបូកនឹងរួចរាល់ហើយបងប្អូនចង់ clone កម្មវិធីអីខ្លះឥឡូវយើងយកទៅ Facebook ទេបងប្អូនអត់នោះយើងមិនយកណាយើងគ្រីវាចោលមកយើងចង់ clone មួយណាចុចលើមួយហ្នឹងបងប្អូននេះឥឡូវយើងចង់ clone Facebook យើងចុចវាមួយមកហើយយើងចុចពាក្យថា clone បងប្អូននេះបងប្អូនយើងមកមួយឃើញទេហើយយើងចង់បានទៀតយើងចុច clone ទៀតបងប្អូន clone ទៀតមកយើងយកលើចុចលើ Facebook នឹងដដែលមកហើយយកពាក្យថា clone បងប្អូននេះមកហើយ Facebook ទី2បងប្អូនហើយបងប្អូនចង់បានច្រើនបងប្អូនចុចសញ្ញាបូកឡើងហ្នឹងទៀតបងប្អូនចុចបូកមកហើយចុចលើ Facebook ទៀតមកហើយកម្មវិធីផ្សេងក៏អាច clone បានដែរបងប្អូនចង់ clone មួយណាបងប្អូនអាច clone មួយនឹងបានប៉ុន្តែបងប្អូនចង់បាន Facebook ច្រើនអញ្ចឹងបងប្អូនចុចទៅលើ Facebook ហើយ clone វាមកបងប្អូនហើយសម្រាប់មួយទៀតយើងខ្លាចច្រឡំអញ្ចឹងណាយើងអាច edit rename វាបានយើងអាចចុច edit វាចុចលើវាឲ្យជាប់មកយើងដាក់ឈ្មោះឲ្យវាមកយើង rename វាមកណាដើម្បីកុំឲ្យបងប្អូនច្រឡំថាឡើយ Facebook បងប្អូនហ្នឹង account ហ្នឹងឈ្មោះអីអញ្ចឹងបងប្អូន rename វាទៅថា account ហ្នឹងឈ្មោះរបស់ខ្ញុំចឹងចាស់នេះឈ្មោះអញ្ចឹងណាយើងវាយអញ្ចឹងមកយើងវាយឈ្មោះចំណាំហ្នឹងកុំឲ្យវាភ្លេចបងប្អូនអញ្ចឹងយើងវាយចំណាំ account យើងមួយមកដើម្បីដល់ពេលយើង rename ហើយយើងចង់ចូលយក account មួយណាវាលឿនអញ្ចឹងយើង confirm នេះវាមានហើយបងប្អូនឃើញមានឈ្មោះហើយហើយ account ទី2បងប្អូនឈ្មោះអីផ្សេងទៀតបងប្អូន rename វាតាមហ្នឹងទៀតមកទី3ហើយបងប្អូនចង់បាន Facebook ប្រហែលទេបងប្អូន clone តាមហ្នឹងទៀតបងប្អូនអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណច្រើន